สุดท้ายนี่จีการต่อตึกสาวบองบอกnhómสำหรับเธอการสอยสอบมาโดยnhómชนัยเธอจีบมพงจอระเบียบนกบาให้ปีนดวงบอกnhóm tới bà nhóm to chành từ đồng nam bọc nhóm nơi khăn nó trong ngày với chỗ bay rồi mét bà bay rồi mét nơi khăn nó hơi nhóm co cùng ruộng to chành tới khăn nó huynh đại bà dân từ 10 khăn một tí tiết bà nơi tiếng ní phim tạm pung cho ní mùi tiết bà chanh pino máu bà vì trôi mò pung cho thì lại chạy tới bình bà hà khăn lưới ní thì cho tí bà dựng bật chân lục bía bật cầm rò bía hỡi bà làng mơ trắng bà mơ tức bà làng pin lọ nền bay tôi mong bà to này từ cho cả nhóm khăn lừa mùi tiệt bà men tên tới bà dương mưa các ba bom đểខ្ញុំដាក់មិញបាល់បូមហ្នឹងបើយើងតាមការគិតផងយើងវាមិនគួរណាបូមចាញ់ពីដងដែលមានជម្រៅ30 ម៉ែត្រឡើងមកហើយនាំទឹកទៅបានឆ្ងាយទៀតចឹងទេបាល់បូមហ្នឹងជាទូទៅគេប្រើសម្រាប់បូមចាញ់ពីបឹងពីស្រះពីស្ទឹងអីទេតែខ្ញុំដោយសារមានស្រាប់ខ្ញុំអត់ទិញអាក្បាលបូមសម្រាប់បូមពីដងមកទេខ្ញុំប្រើវាតែម្ដងយកវាដាក់បូមចាញ់ពីដងមកម្ដងបាទហើយដល់ពេលបូមមកឃើញថាយើងឆ្នៃបំពង់ខ្យល់អញ្ចឹងទៅឃើញថាទឹកដែលចាញ់មកគឺខ្លាំងគ្រាន់បើបាទអាចនាំទឹកទៅបានឆ្ងាយបាទហើយពីដងហ្នឹងមកបំពង់ខ្យល់ឈរនេះវាជាង100 ម៉ែត្របាទជាង100 ម៉ែត្រមែនតើទៅតាមក្បួនបើតាមយើងមើលតាមក្បួនគេឲ្យដាក់តែ50ឬក៏60 ម៉ែត្រទេប៉ុន្តែដោយសារខ្ញុំមិនចង់តច្រើនកន្លែងខ្ញុំដាក់តែមួយហ្នឹងបាទតែមួយហ្នឹងទៅហើយនោះខ្ញុំទៅស្រោចស្រពដំណាំខ្ញុំនៅខាងនោះបាទខ្ញុំដាំនៅក្នុងពូតបាទមានពូតហើយនឹងអវលឹកបាទហើយដីនេះគម្រោងរៀបចំមកប្រព័ន្ធទៀតបាទដាំសម្រាប់ដាំបន្លែបាទប្រព័ន្ធទៀតនៅទីនេះបាទហើយគម្រោងតបំបែកទៅនោះមកប្រព័ន្ធទៀតដែរបាទដីប្រហែលជា15 16 អានៅខាងនោះបាទអញ្ចឹងយើងឡប់ទៅមើលកន្លែងដងវិញសាថ្មីបាទពងខ្យល់វាបាទពីនោះពីបាល់បូមមកដល់បំពង់ខ្យល់នេះ1 ម៉ែត្រកន្លះបាទ1 ម៉ែត្រកន្លះហើយបំពង់ខ្យល់នេះយើងដាក់2 ម៉ែត្របាទកម្ពស់វាហើយមើលក្បាលបូមបាទក្បាលបូមនេះក្បាលបូមសម្រាប់បូមទឹកស្រះទេបាទតែយើងឆ្នៃបូមចាញ់ពីដងបាទហើយបូមចាញ់ពីដងមកដងជម្រៅវា37 ម៉ែត្របាទ